ជំរាបសួរក៏ដូចជាសួស្តីបងប្អូនអ្នកគាំទ្រ One Piece ទាំងអស់គ្នាជួបជាមួយខ្ញុំសាជាថ្មីម្ដងទៀតហើយនៅថ្ងៃនេះខ្ញុំមិនទាន់ទៅណាឆ្ងាយអំពីយ៉ាម៉ាតូនៅឡើយនោះទេក៏ប៉ុន្តែវីដេអូមួយនេះខ្ញុំនឹងនិយាយអំពីសមត្ថភាពក៏ដូចជាធម៌ពលរបស់យ៉ាម៉ាតូម្ដងយ៉ាម៉ាតូមិនត្រឹមតែចង់ក្លាយទៅជាអូដិនទី2ប៉ុណ្ណោះនោះទេតើនាងមានធម៌ពលអ្វីខ្លះទៅដែលអាចទប់ទល់ជាមួយនឹងឪពុករបស់ខ្លួនឯងបានហើយតើនាងប្រើប្រាស់ហគ្គីប្រភេទណាទៅហើយផ្លែឈើបិសាចរបស់នាងមានឥទ្ធិពលយ៉ាងណាតោះកុំអង្យូរយើងចូលទៅក្នុងសាច់រឿងរបស់យើងក៏ប៉ុន្តែមុននឹងឈានជើងចូលទៅដល់ក្នុងសាច់រឿងខ្ញុំសូមថ្លែងអំណរគុណដល់បងប្អូនទាំងអស់គ្នាតែងតែ support ដល់ admin ក៏ដូចជា comment like share វីដេអូរបស់ admin ផងដែរជូនពរឲ្យបងប្អូនទាំងអស់គ្នាជួបតែសេចក្តីសុខសេចក្តីចម្រើនតោះយើងចូលទៅក្នុងវីដេអូរបស់យើងLet's go យ៉ាម៉ាតូមិនគ្រាន់តែជាកូនស្រីរបស់ខៃដូប៉ុណ្ណោះនោះទេតែនាងគឺជាអ្នកប្រយុទ្ធដ៏ខ្លាំងពូកែនិងមានសមត្ថភាពពិសេសធម៌ពលពិសេសជាច្រើនដែលធ្វើឲ្យនាងក្លាយជាកម្លាំងមួយដ៏គួរឲ្យញាក់ស្បែកនេះគឺជាការរៀបរាប់អំពីសមត្ថភាពរបស់យ៉ាម៉ាតូទី1កម្លាំងកាយសម្បទានិងជំនាញប្រយុទ្ធដ៏អស្ចារ្យរបស់នាងយ៉ាម៉ាតូមានកម្លាំងកាយសម្បទាដ៏មិនគួរឲ្យជឿតាំងពីតូចមកនាងត្រូវបានខៃដូបង្ហាត់បង្រៀននិងបង្ខំឲ្យប្រយុទ្ធជាមួយអ្នកខ្លាំងជាច្រើននាងអាចទប់ទល់នឹងវាយប្រហារទៅលើខៃដូដែលជាយន្តគោដ៏ខ្លាំងមួយរូបហើយនេះគឺបញ្ជាក់ថាយ៉ាម៉ាតូគឺជាមនុស្សដែលមានកម្លាំងមិនធម្មតាហើយមិនមែនមនុស្សស្រីធម្មតាទេលោកអើយនាងគឺជាអ្នកប្រើប្រាស់ខុងក្រហាគីម្នាក់ដែលមានកម្រិតខ្ពស់ហើយអាចប្រើប្រាស់ក្នុងការវាយប្រហារបានយ៉ាងស្ទាត់ជំនាញនេះគឺជាហាគីមួយដែលកម្រមានមនុស្សមួយចំនួនតូចប៉ុណ្ណោះដែលអាចប្រើប្រាស់វាបាននាងអាចប្រើប្រាស់ការវាយប្រហារដោយមិនចាំបាច់ប៉ះពាល់រាងកាយផ្ទាល់ឬក៏បង្កការខូចខាតដល់គូប្រកួតរបស់នាងនោះទេជាពិសេសគឺអ្នកប្រើប្រាស់សមត្ថភាពពីផ្លែឈើបិសាច Logia Type ឬអ្នកមិនសូវមានហាគីការពារខ្លួននាងក៏ជាអ្នកប្រើប្រាស់អាម៉ូមិនហាគីដល់ពូកែម្នាក់ផងដែរដែលអាចប្រើប្រាស់វាក្នុងការពង្រឹងរាងកាយក្នុងការវាយប្រហារក៏ដូចជាការពារខ្លួនហើយនាងក៏អាចប្រើប្រាស់ observation haki ដើម្បីមើលឃើញពីចលនារបស់គូប្រកួតក៏ដូចជាព្យាករណ៍ពីការវាយប្រហាររបស់គូប្រកួតផងដែរវ៉ាវនាងគឺជាអ្នកប្រើប្រាស់ haki ទាំង3ប្រភេទតែម្ដងយ៉ាម៉ាតូបានហូបផ្លែឈើបិសាចដែលមានឈ្មោះថា Inuino no Mi Model Ukuchi no Makami ដែលជាប្រភេទផ្លែឈើបិសាច Magical Zone Type ផ្លែឈើបិសាចប្រភេទនេះបានអនុញ្ញាតឲ្យនាងប្រែក្លាយខ្លួនទៅជាសត្វចចកដល់ពិសិដ្ឋឬក៏យើងស្គាល់ថា Ukuchi no Makami នឹងឯងឬក៏ជាទម្រង់ hybrid ពាក់កណ្ដាលសត្វពាក់កណ្ដាលមនុស្សនៅពេលដែលប្រែរូបនាងទទួលបានកម្លាំងកាយសម្បទាល្បឿននិងភាពធន់ខ្លាំងខុសពីធម្មតានៅក្នុងទម្រង់ជា Okuchi no Magami នាងអាចបង្កើតនិងអាចបញ្ចេញធាតុត្រជាក់ឬក៏ទឹកកកឧទាហរណ៍នាងអាចបង្កើតពពកទឹកកកបានឬក៏ប្រើវាដើម្បីវាយប្រហារគូប្រកួតនេះគឺជាសមត្ថភាពដ៏ប្លែកនិងមានប្រយោជន៍សម្រាប់ទប់ទល់ជាមួយនឹងខៃដូពីព្រោះខៃដូអាចព្រោះភ្លើងបានដោយទៅនឹងអ្នកប្រើប្រាស់សមត្ថភាពពីផ្លែឈើបិសាច Zone Type ដទៃទៀតដែរនាងមានសមត្ថភាពងើបឡើងវិញអំពីការរបួសបានយ៉ាងលឿនជាងមនុស្សធម្មតាយ៉ាម៉ាតូជាអ្នកប្រើប្រាស់ដំបងបន្លាដែលមានឈ្មោះថាកាណាបូដែលជាដំបងបន្លាដៃដ៏ធំសម្បើមមួយដូចជាឪពុករបស់នាងដែរនាងប្រើប្រាស់វាជាមួយនឹងអាម៉ូមិនហាគីនិងខុងការ៉ាហាគីដើម្បីបង្កើនការវាយប្រហារឲ្យមានប្រសិទ្ធភាពនិងបង្កដេមេចឲ្យគូប្រកួតរបស់នាងថែមទាំងអាចបញ្ចេញរលកឆក់ដ៏ខ្លាំងក្លាអំពីការវាយប្រហារពីកាណាបូរបស់នាងទៅលើដីផងដែរវ៉ាវសរុបមកយ៉ាម៉ាតូគឺជាអ្នកប្រយុទ្ធដ៏ស្វិតស្វាញម្នាក់ដែលមានការរួមបញ្ចូលគ្នានៃហាគីកម្រិតខ្ពស់និងសមត្ថភាពពីផ្លែឈើបិសាចប្រភេទ Zone Type និងកម្លាំងកាយសម្បទាដ៏អស្ចារ្យដែលនាងក្លាយទៅជាសមាជិកដ៏សំខាន់និងមានតម្លៃម្នាក់និងជាកម្លាំងដ៏គួរឲ្យកត់សម្គាល់ម្នាក់នៅក្នុងពិភពរបស់ One Pieceជាសេចក្តីសន្និដ្ឋានមកយ៉ាម៉ាតូមិនត្រឹមតែមានជំនាញនៅក្នុងការប្រើប្រាស់ហាគីប៉ុណ្ណោះនោះទេថែមទាំងមានសមត្ថភាពពិសេសពីផ្លែឈើបិសាចប្រភេទ Magical Zone Type ថែមទៀតផងទាំងនេះហើយគឺជាមូលហេតុនាងគឺជាកម្លាំងដ៏សំខាន់មួយនៅក្នុងសង្គ្រាមនៅ Wano City តែអ្នកទាំងអស់គ្នាគិតថាយ៉ាម៉ាតូមានសមត្ថភាពអ្វីផ្សេងទៀតដែលខ្ញុំមិនបានរៀបរាប់នោះទេឬមួយមានចំណុចសំខាន់ណាមួយដែលអ្នកទាំងអស់គ្នាចាប់អារម្មណ៍កុំភ្លេច comment វានៅខាងក្រោមវីដេអូផងណាឲ្យខ្ញុំបានដឹងផង
ហើយបើសិនជាអ្នកទាំងអស់គ្នាចូលចិត្តនៅវីដេអូមួយនេះសូមកុំភ្លេចចុច like share ឲ្យមិត្តភ័ក្តិទាំងអស់គ្នាបានដឹងអំពីវីដេអូមួយនេះផងតែកុំភ្លេចចុច subscribe ហើយដាក់សញ្ញាកណ្ដឹងដើម្បីទទួលបានវីដេអូថ្មីៗអំពីខ្ញុំនៅពេលក្រោយៗទៀតសូមអរគុណសម្រាប់ការទស្សនាវីដេអូរបស់ខ្ញុំជម្រាបលាជួបគ្នានៅវីដេអូក្រោយបាយបាយសូមព្រះប្រទានពរ